សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ស្ដាប់ដើម្បីទទួលបានចំណេះដឹងថ្មីថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយដែលទាក់ទងទៅនឹងជោគជ័យនិងការអនុវត្តក្នុងជីវិតប្រចាំថ្ងៃប្រធានបទនោះគឺ How to break big dreams into small steps របៀបបំបែកក្តីស្រមៃធំជាជំហានតូចមនុស្សគ្រប់គ្នាមានក្តីស្រមៃតែសំណួរគឺតើយើងអាចធ្វើឲ្យវាក្លាយជាការពិតយ៉ាងដូចម្តេចទៅ Dream big but start small សម័យឲ្យធំតែចាប់ផ្ដើមពីអ្វីតូច Why big dreams often fail ហេតុអ្វីក្តីស្រមៃធំជាច្រើនបរាជ័យមនុស្សជាច្រើនមានក្តីស្រមៃធំចង់មានអាជីវកម្មធំចង់ទិញផ្ទះចង់ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងតែបញ្ហានោះគឺពួកគេមើលឃើញពីក្តីស្រមៃធំហើយដេកតែមើលវាប៉ុណ្ណោះមិនដឹងថាត្រូវធ្វើពីណាទៅណា Most people overestimate what they can do in 1 year but underestimate what they can do in 10 years មានមនុស្សភាគច្រើនប៉ាន់ប្រមាណលើសអ្វីដែលអាចធ្វើបានក្នុងមួយឆ្នាំប៉ុន្តែប៉ាន់ប្រមាណទៀតលើអ្វីដែលអាចសម្រេចបានក្នុង10ឆ្នាំហេតុនេះហើយដែលជោគជ័យចាប់ផ្ដើមពីការបំបែកគោលដៅធំជាជំហានតូចឥឡូវនេះយើងនឹងមកសិក្សាស្វែងយល់ទាំងអស់គ្នាអំពី The Power of Small Steps អំណាចនៃជំហានតូចជំហានតូចមើលទៅសាមញ្ញប៉ុន្តែវាជាកម្លាំងដ៏ធំមហិមាមួយការដើរមួយម៉ាយចាប់ផ្ដើមពីជំហានតូចតែមួយ Small progress is still progress ការរីកចម្រើនតិចក៏ជាការរីកចម្រើនដែរយើងចង់អានសៀវភៅ50ក្បាលក្នុងមួយឆ្នាំតែបើអានត្រឹមតែ5នាទីក្នុងមួយថ្ងៃនោះអ្នកក៏អាចបាន50ក្បាលដែរគន្លឹះគឺ consistency ការធ្វើជាបន្តបន្ទាប់ឥឡូវនេះយើងមកយល់ដឹងតាក់ទងជាមួយនឹង how to break big dreams into small steps របៀបបំបែកក្តីស្រមៃធំជាជំហានតូចឥឡូវនេះខ្ញុំនឹងបង្ហាញជាដំណាក់កាលតូចតែច្បាស់សម្រាប់អ្នកនរគ្នាតាក់ទងនឹង how to break big dreams into small steps ទី1 define your big dream កំណត់ក្តីស្រមៃធំរបស់អ្នកសរសេរចុះថាតើអ្នកចង់សម្រេចអ្វីឧទាហរណ៍ខ្ញុំចង់មានអាជីវកម្មផ្ទាល់ខ្លួនក្នុង5ឆ្នាំខាងមុខទី2 break it into clear goals បំបែកវាជាគោលដៅតូចឧទាហរណ៍ឆ្នាំទី1រៀនស្គាល់ពីទីផ្សារឆ្នាំទី2ចាប់ផ្ដើមគម្រោងតូចទី3 create monthly and daily actions បង្កើតសកម្មភាពប្រចាំខែនិងប្រចាំថ្ងៃបញ្ចូលសកម្មភាពតូចដូចជាសិក្សា1ម៉ោងក្នុងមួយថ្ងៃឬសរសេរផែនការមួយទំព័រនិងទី4នោះគឺ measure and adjust វាស់វែងនិងកែតម្រូវពិនិត្យមើលការរីកចម្រើនរៀងរាល់សប្តាហ៍ប្រសិនបើមានអ្វីមិនដំណើរការត្រូវកែតម្រូវវា Step by step you will reach the top ចាប់ផ្ដើមធ្វើអ្វីពីមួយជំហានទៅមួយជំហាននោះវានឹងនាំអ្នកឡើងដល់ចំណុចកំពូល The mindset behind small steps គំនិតដែលគាំទ្រជំហានតូចជំហានតូចត្រូវការអត់ធ្មត់អ្នកត្រូវជឿលើដំណើររបស់អ្នកបើទោះបីជាលទ្ធផលមិនទាន់មកដល់ក៏ដោយដូចមានពាក្យមួយគេនិយាយថា Don't compare your chapter 1 to someone else chapter 20 កុំប្រៀបធៀបជំហានទី1របស់អ្នកជាមួយជំហានទី20របស់អ្នកដទៃជោគជ័យមិនមកក្នុងមួយយប់ទេតែវាមកពីការតស៊ូនិងការធ្វើជាបន្តបន្ទាប់អ្វីដែលសំខាន់នោះគឺ keep moving forward បន្តទៅមុខ Big dreams need small beginnings ដែលស្រមៃធំតែងតែចាប់ផ្ដើមពីអ្វីតូចចាប់ផ្ដើមថ្ងៃនេះដោយជំហានតូចមួយសរសេរគោលដៅធ្វើសកម្មភាពតិចមួយឬរៀនអ្វីថ្មីមួយ
ជំហានតូចៗទាំងនោះនឹងស្ថិតជាគ្រឹះនៃភាពជោគជ័យធំរបស់អ្នកមុននឹងបញ្ចប់វីដេអូនេះខ្ញុំបាទមានពាក្យមួយឃ្លា Dream big start small start consistent and you will make it សម័យធំចាប់ផ្ដើមតូចធ្វើជាបន្តបន្ទាប់ហើយអ្នកនឹងឈ្នះវា